បានតាមមកគ្រឿងរាប់ម៉ឺនដុល្លារទាំងអស់គ្នាខ្ញុំនិយាយតាមត្រង់តាំងពីចេះ shopping មកដល់ដែរឃើញវ៉ែនតាណាថ្លៃដូចវ៉ែនតានេះទេនេះគឺ brand Katia អ្នកទាំងអស់គ្នាក្នុងមក vlog នេះចែកម្លែករៀងធ្ងន់ទៅយាយអ្នកនេះអានេះវាបាញ់ឆាវ truffle តែមិនបានចេញសិតនេះមកចាសិត truffle មែនណាគេកពើមែនអីមើលមកវៀតណាមនេះដំបូងថាមកតការងារទេតអស់គ្នាហើយចាដល់ពេលចុងក្រោយមានណាជាប់ដៃចូលតែអញ្ចឹងចំណាយពេលមួយថ្ងៃពីរថ្ងៃ shopping ថតកន្លែងស្អាតជូន fan មើលមកវៀតណាមពេលព្រឹកពេលថ្ងៃរៀងក្តៅតអស់គ្នាចាអញ្ចឹង take care សម្រាប់បន្តិចតែបើពេលល្ងាចគឺរកតែភ្លៀងសម្រាប់ប្តីខ្ញុំក៏មានចាំបាច់ឲ្យញ៉ៃអីច្រើនតអស់គ្នាចាចេញទៅក្រៅទៅសាន់សរោមកហើយតែបើសម្រាប់ខ្ញុំវេតការទេចាត្រូវផ្លឹងបន្តិចព្រោះកុំឲ្យគេដៀសម្រាប់ខ្មែរយើងអស់គ្នាទាយមើលមុខខ្ញុំលៀបអីគេខ្លះក្រៅពីសាន់សរោមចាខ្ញុំឲ្យទាយចាវាមាន3មុខបើតអស់គ្នាបានមើលដល់វីដេអូចង់អាចដឹងបានទេថាខ្ញុំលៀបអីខ្លះរៀបនឹងចុះចរាយន្តឲ្យប្តីហើយឲ្យមកមើលមើលមែនអីមែនទេមើលគេដាក់ឲ្យដូចវាងើបដូចងើបក្បាលគេដាក់អ្នកហែតឹងគាត់ surprise អញ្ចឹងណាជាមួយនៅឡើងចេញដូចជំនាញគេប្រាប់ខ្ញុំថាពងអ្នកនរគ្នាមិនតែមើលពីលើទៅវាអត់មានចេញពងទេណាវាឡើងក៏ក្រើមដូចកពើមែនតែនអូយ៉ាងនេះលោកព្រលឹងឲ្យលោកព្រះចាឲ្យធ្វើដំណើរទៅនេះអត់មានអីទេក្រៅពី shopping បើសម្រាប់ខ្ញុំវិញទៅមកវៀតណាមលើកទី1ណាបងប្អូនគ្នាចាអញ្ចឹងរឿងផ្លូវធ្វើដំណើរផ្សេងអានឹងមិនទាន់ស្គាល់ច្បាស់ជាក់លាក់ទេចាំទៅខ្ញុំ shopping ហ្នឹងគឺ shopping សូម្បីតែផ្សារទំនើបក៏នៅចិត្តថាគេចា LV Chanel Dior ហ្នឹងសិតនៅចិត្តថាគេរ៉ោននឹងទាំងអស់តែប៉ិតខ្ញុំក៏មានមិត្តភក្តិនៅវៀតណាមដែរទាំងអស់គ្នាប៉ុន្តែគាត់រវល់នាំកូនទៅរៀននៅអាមេរិកដល់ពេលអញ្ចឹងទៅអត់បានជួបគ្នាទេខ្ញុំមកហ្នឹងធៀបពិតទៅខ្ញុំឆ្លៀតទេទាំងអស់គ្នាតាមពិតខ្ញុំមកហ្នឹងការងារខ្ញុំថាមកតែមួយថ្ងៃទេដើម្បីសញ្ញេហ្នឹងគាត់ការបើកក្រុមហ៊ុនហើយវីដេអូក្រោយហ្នឹងខ្ញុំនឹងបង្ហាញពីអាសាច់លេខ្លាញ់ហ្នឹងជូនអ្នកនរគ្នាតាមពិតមិនមែនយកឈ្មោះយើងទៅប្រើត្រឹមតែលេណាទាំងអស់គ្នាវាចេញតាំងពីវីតាមីនក្លូតាស្ប៉ាស្បែកលេបឆោតឲ្យមកកណោទៀតថាបើយើងអត់មានអ្នកដែលចូលឈ្មោះជាកម្មសិទ្ធិបញ្ញាជំនួសយើងទេយើងអាចប្តឹងអ្នកដែលខ្លាញ់បានយើងបានទេពីព្រោះថាយើងមិនមែនជាអ្នកសញ្ជាតិវៀតណាមអញ្ចឹងណាបងប្អូនគ្នាកាលពីលើកមុនបងប្អូនគ្នាដឹងហើយចាពាក់ព័ន្ធមួយថាគេដែលខ្ញុំបានគេហ្នឹងចាឥឡូវហ្នឹងគឺខ្ញុំមកផ្សារទំនើបដែលនៅក្បែរហ្នឹងឯងចាមាន store មានហាងអីគឺច្រើនគួរសមមកសំណុំសំនួនរបស់គេថ្ងៃនេះភាគច្រើនប្រម៉ូទផ្ដំទៅឲ្យ local brand របស់វៀតណាមថាពាក់ព័ន្ធជាមួយតម្លៃអូខេយ៉ាងវាគួរសមដែរហ្នឹងណាសំខាន់ណាស់ផ្សារទំនើបហ្នឹងមានជាន់ក្រោមដីទៀតណាបងប្អូនគ្នាអញ្ចឹងជាន់ដែលញ៉ាំអីហ្នឹងគឺនឹងជាន់ក្រោមដីហ្នឹងឯងពាក់ព័ន្ធជាមួយនឹងរឿងការញ៉ាំអីនៅវៀតណាមអត់សូវពិបាកទេគឺសាប៊ូហូហៀហ្មងសំខាន់គឺឆ្ងាញ់ហើយបើនិយាយពីរសជាតិវិញអាចនិយាយបានថាខ្មែរយើងគឺទទួលយកបានគាត់ថាបើពាក់ព័ន្ធមួយស៊ុបរៀងឡំហើយខ្មែរយើងភាគច្រើនគឺរសជាតិចុះចិត្តដិតហាងដែលខ្ញុំចូលទៅញ៉ាំហ្នឹងភាគច្រើនខ្ញុំបន្ថយដែរហ្នឹងបងប្អូនគ្នាចាតោះថាបើឆ្ងាញ់ទៅបានចេញវីដេអូជូនចាពីព្រោះខ្ញុំចែកម្លែកទៅកាន់ fan ចែកម្លែកតែរឿងល្អទេម្ហូបនៅនេះសាប៊ូយើងគេគឺសយ៉លក្ខណៈស៊ុបមីស៊ុបអីពាក់ព័ន្ធមួយបាញ់ឆាវអីហ្នឹងក៏មានដែរចាហើយឆ្ងាញ់ទៀតហើយបើថាមនុយបោះត្រេងគេមកទៅរៀងប្លែកអានេះខ្ញុំចែកម្លែកបន្តិចពាក់ព័ន្ធមួយកាហ្វេរបស់គេកាហ្វេគេរៀងខ្លាំងណាប៉ុន្តែទទួលយកបានតែបើទឹកផ្លែឈើទៅជារៀងឡំវិញចាកាហ្វេនេះខ្ញុំឆ្ងល់ដែរគេដាក់ឲ្យមកតែកន្លះកែវរសជាតិវារៀងខ្លាំងហើយដិតហ្នឹងប៉ុន្តែវា symmetry ជាមួយនឹងជាតិស្ករញ៉ាំទៅវារៀងឆ្ងាញ់ហើយវារៀងដិតមនុស្សខ្ញុំចូលចិត្តជាងគេអាកាហ្វេគ្រឿងផ្អាប់ហើយជាពិសេសញ៉ាំពពួក fast food និយាយអស់ទៅគ្រឿងផ្អាប់គ្រឿងអីហ្នឹងសិតតែបំផ្លាញ collagen ក្នុងស្បែកណាបងប្អូនគ្នាបើថាយើងចូលចិត្តគ្រឿងទាំងអស់ហ្នឹងហើយយើងស្រឡាញ់សម្រស់ទៀតរត់ទៅត្រូវការរបស់ទំនុកបំរុងការពារចាស្បែកឡើងថ្លាឡើងផ្លាតឡើងឆ្លោះអញ្ចឹងអូណាមដឹងខ្ញុំញ៉ាំទឹកមួយថ្ងៃស្រួល5 6 លីត្រអញ្ចឹងស្បែកដែលញ៉ាំ collagen ហើយមានសារធាតុបំពន់ពេញកម្រិតឬក៏គេហៅពពួកស្បែកមួយដែលឆ្អែតជាតិទឹកណាបងប្អូនគ្នាគ្រាន់តែយើងក៏លេខយើងនឹងតែស្បែកនឹងមានផាសុកភាពហ្មងអាយុយើងកាន់តែជ្រេហើយណាមួយទៀតយើងមិនសូវចំណូលអាហារដែលជំនួយសម្រស់អញ្ចឹងយើងដាច់ខាតត្រូវតែមាន supplement អ្នកដែលគាត់ញ៉ាំ collagen ដំបូងគាត់មិនចាប់អារម្មណ៍ថាគាត់ផ្លែកចាប់ពីចំណុចណាព្រោះណាតែគាត់ញ៉ាំពីមួយខែជាប់ទៅមួយខែមានន័យថាគាត់ញ៉ាំមកជាប់លាប់តាមក្បួនខ្នាតគាត់នឹងសង្កេតឃើញស្បែកមុខស្បែកដងខ្លួនរបស់គាត់ចាប់ផ្ដើមផ្លាស់ប្ដូរហ្មងលាបអីក៏ចូលលាបអីក៏ឆាប់បានផលណែកភ្លឺឆ្អឹងរឹងមាំហើយជាពិសេសសាក់ជាមួយនឹងកញ្ចក់ចាប់ផ្ដើមដុះលឿនហើយបើសួរថាទាំងខ្ញុំទាំងគេអាចខ្វះ supplement បានទេគឺអត់បានទេហើយអ្នកខ្លះក៏គាត់មិនមែនចង់ខ្វះដែរតែអស់គ្នាភាគច្រើនដោយសារអ្នកខ្លះគាត់អត់សូវមានលុយទិញហ្នឹងតែបើទាំងយើងទាំងគេចង់ដូចតែគ្នាហ្នឹងធ្វើម៉េចគេចង់ឲ្យតែបានប្រើប្រាស់ពពួក skin care ហើយនឹងគ្រឿងជំនួយសុខភាពសម្រាប់ពេញលេញណាគេដែលថាចង់ប្រើចន្លោះរបស់ស្អាតមែនទេចាក៏លេខមកវិញបងប្អូនគ្នាចាខ្ញុំបាននិយាយឲ្យពាក់ព័ន្ធជាមួយនឹងគ្រឿងដែលញ៉ាំនេះខ្ញុំចែកម្លែកបន្តិចឲ្យតែលក្ខណៈគ្រឿងស៊ុបបងប្អូនគ្នាចាមានអារម្មណ៍ថារៀងឡំដូចវាមិនសូវដិតនៅខ្មែរ
តែបើគ្រឿងឈក់នេះវិញមែនតើអ្នកចាហ្នឹងគឺឆ្ងាញ់លេខ1អាហ្នឹងអត់ដឹងជាមិនទេឲ្យតែពាក់ព័ន្ធជាមួយនឹងគ្រឿងក្រៅពីស៊ុបគឺរសជាតិឆ្ងាញ់ហើយដិតដូចនៅខ្មែរអញ្ចឹងហើយមុខម្ហូបរបស់វៀតណាមចេញមកប្លែកៗណាតើអ្នកគ្នាមានរបស់ខ្លះមើលទៅអត់សូវតំណងទេប៉ុន្តែគឺឆ្ងាញ់តែអាហ្នឹងវាជាចំណង់ចំណូលចិត្តរបស់ខ្ញុំទេប៉ុន្តែបើតើអ្នកគ្នាគិតថាអូការញ៉ាំស៊ុបនៅវៀតណាមឲ្យត្រូវមាត់ទេអាហ្នឹងខ្ញុំមិនដឹងទេហើយបាទដូចចំហុយនេះវិញចាប្រកបដោយស្នូលសាច់ជ្រូកជាមួយនឹងបាកាចាហ្នឹងគឺឲ្យលេខ1ដូចគ្នាហ្នឹងគឺឆ្ងាញ់រឿងម្ហូបនៅវៀតណាមតើអ្នកគ្នាគឺថាសម្បូរបែបណាស់ហើយប្លែកហ្មងអូនិយាយមែនខ្ញុំដើរបានតែ2 ទៅ 3ថ្ងៃណាតើអ្នកគ្នាពេលខ្លះរៀងស្ដាយដែរប៉ុន្តែបញ្ញាប់ការងារនៅខ្មែរកុំអីនឹងបានអីប្លែកជូនបងប្អូនមើលទៀតហើយចាចំពោះស៊ុបហ្នឹងខ្ញុំភ្លក់ដូចជាបាន2 3ម៉ូតដែរចាអញ្ចឹងហើយរសជាតិគឺវាឡំស្តៀងគ្នាអានេះវាជាចំណង់ចំណូលចិត្តរបស់ខ្ញុំទេបើតើអ្នកគ្នាគិតថាអូឆ្ងាញ់ឬក៏ត្រូវមាត់ទេអានេះខ្ញុំមិនដឹងទេហើយនេះពាក់ព័ន្ធជាមួយនឹងបាញ់ឆាវចាបើបាញ់ឆាវវិញទាំងទឹកត្រីទាំងបាញ់ឆាវគឺឆ្ងាញ់ណាស់តើអ្នកគ្នាបាញ់ឆាវនេះមើលទៅអត់សូវតំណងណាមានអារម្មណ៍ថាដូចវាកោកថាយើងមើលទៅគ្រឿងវាដូចអត់ចូលគ្នាអញ្ចឹងណាដូចបាញ់ឆាវខ្មែរយើងមើលទៅវាកន្លប់កាប់ផ្ងាយលេីឡំចូលគ្នានិយាយទៅបាញ់ឆាវនោះអត់សូវតំណងណាតើអ្នកគ្នារូបរាងមានអារម្មណ៍ថាផ្សិតហើយនឹងបាកាហ្នឹងដូចនៅលើប៉ុន្តែមានអារម្មណ៍ថានៅពេលដែលយើងចាប់វាទៅចូលជាតិចាដាក់មួយទឹកត្រីនិយាយពីថាផ្ទាប់ជាមួយបន្លែគេនោះមានអាលឹកត្រួយមកកាក់ផងមានអាពពួកលក្ខណៈជីផងចាមានសាឡាត់មានអីនោះដាក់ចូលគ្នាគឺបន្លែគេគឺត្រូវមាត់ហ្មងដូចជាអត់មានរសឯណាពាន់ជាមួយនឹងបន្លែបាញ់ឆាវគេអត់សូវសាំញ៉ាំហ្មងទេតើអស់គ្នាចាមានតែ3 4មុខទេហើយបើថាទឹកតយនេះវិញគឺសាបឡំដូចគ្នានិយាយទៅគឺពាក់ព័ន្ធជាមួយនឹងពពួកអាទឹកជូសអ្នកតើអស់គ្នាអត់សូវផ្អែមទេហើយបើរបស់ដែលដិតជាងគេគឺកាហ្វេទាំងអស់គ្នាចាអ្នកដែលចូលចិត្តកាហ្វេមកវៀតណាមមកគឺត្រូវប៉អហើយបើថាទឹកមានទាំងអំពៅអីហ្នឹងអូយសត្វតថាឡំសូវផ្អែមញ៉ាំទៅបន្តែបងរៀងរំពឹងដែរគេថាអូរសជាតិប្រហែលជាដិតហើយដូចនៅខ្មែរអញ្ចឹងហ៊ានណាស្លេវបាទចាហើយបើពាក់ព័ន្ធមួយបាញ់ឆាវនេះវិញដាក់ផ្សិត truffle ហើយដល់ពេលមើលចាក់ស្ដែងតើអស់គ្នាផ្សិតហ្នឹងផ្សិត truffle ខ្ញុំដូចយើងឆ្ងល់តើអស់គ្នាចានៅលើមនុស្សដាក់ផ្សិត truffle ដល់ពេលចាក់ស្ដែងដូចមែនតែឥឡូវចូលដល់វគ្គរៀងសំខាន់ដែរតើអស់គ្នាចាមកបង្ហាញពីរបស់ brand ខ្លះដែលចង់ចែកម្លែកទៅកាន់ fan កន្លែងដែលខ្ញុំឈរនេះតើអស់គ្នាក៏ឲ្យលយណាហើយពាក់ព័ន្ធជាមួយនឹងកៅអៅ brand local របស់វៀតណាមតម្លៃវាក៏រៀងថ្លៃគួរសមដែរអានេះបើសម្រាប់ខ្ញុំមិនហ៊ានថាថោកទេខ្ញុំនិយាយតាមត្រង់ហ្មងខ្លាចទាំងអស់គ្នាថាអូដល់ទៅ30-40រៀលថោកមិនខ្លះទៅក៏មានដល់ខ្ទង់100ឡាយអញ្ចឹងណាហើយបើខ្ញុំចង់ប្រាប់ទៅទាំងអស់គ្នាថាបើសម្រាប់ខ្ញុំគឺតម្លៃវាមកគួរសមដែរចាមិនថោកពេកទេហើយបើប្តីខ្ញុំទៅដល់គឺថារើសយកណាទាំងអស់គ្នាចាឥឡូវមានណាស្រឡាញ់ស្វែកស្លាប់និយាយចំទៅគឺថាប្រពន្ធបើកដែរធ្វើខ្លួនហ្មងយើងទិញនេះមកចែបនោះមកចែបទៅណាទាំងអស់គ្នាចាយើងចែករំលែកអូយភាគច្រើនក៏អាវសិតស្វែកទាំងអស់គ្នាឲ្យសេរីចែនស៊ីអញ្ចឹងណាហើយក៏ឆ្លៀតចូលទិញកៅអៅវ៉ែនតាចង់ទៅចាពាក់ព័ន្ធជាមួយនឹងវ៉ែនតាដល់នេះខ្ញុំធ្លាប់តែទិញ VFL គូស៊ីឬក៏ពពួក LV អញ្ចឹងណាតម្លៃដូច700-800ឡាទេប៉ុន្តែមានណាដល់គ្នាហើយទៅរកប៉ាវ៉ែនតាកាត់ជាទាំងអស់គ្នាចាតម្លៃមានដល់ជាង$10000ណាគាត់វ៉ែនតាដងគេធ្វើពីមាសអញ្ចឹងទៅចាដងមាសគេរៀងស្ដើងទេប៉ុន្តែវាពាក់ព័ន្ធជាមួយនឹង brand name គេដែរឃើញអញ្ចឹងចូលចិត្តទិញណាទាំងអស់គ្នាចាតែបន្តិចទៀតនឹងចែក fan អស់ហើយបានតែថា1ឡូលឹមហ្នឹងទេបើឲ្យពាក់ជាផ្លូវការពាក់ទេហើយវ៉ែនតាខ្ញុំទិញថ្លៃណានេះតើអ្នកគ្នាចាវ៉ែនតា brand កាត់ឈៀហ្នឹងណាតើអ្នកគ្នាចាខ្ញុំពាក់នេះគឺជាង$3000ឥឡូវយើងថាចិត្ត$4000ចុះបើសារតែវា$3800-900ហើយផ្សេងទៀតចឹងទៅតម្លៃមាន$2000អញ្ចឹងណាប៉ុន្តែខ្ញុំទិញដូចជាខ្ញុំទិញអាចចិត្ត$4000ហ្នឹងឯងនេះវាមើលទៅវាមិនសូវធំពេកចាមើលទៅមកល្មមបន្ទាប់ពីដើរពីកន្លែងមួយទៅកន្លែងមួយហើយចាគឺថាបានអាវ៉ាន់មកកដុកធំដែរគិតលុយពេលហ្នឹងគ្រាន់តែថាវ៉ែនតាចូលខ្ទង់$8000នេះលំអិតតិចចាស់អាចជាង$10000នេះតើអ្នកគ្នាហើយចាលក្ខណៈថាដងពណ៌មាសស្ដើងក៏ចាក់ថ្លាចង់ណាចាជាង$10000ហើយនេះបើនៅខាងក្រៅវិញណាមិនដឹងអីសំតែថា20-30រៀលទេហើយនេះដែលខ្ញុំចង់បង្ហាញទាំងអស់គ្នាគឺកាមេរ៉ា UV ចាលេងសើចមិនបានកាមេរ៉ា UV នេះតើអ្នកគ្នាចាគ្រាន់តែមើលមុខជាយាកមើលមកគឺដឹងតែ UV full ហ្មងចាពីព្រោះអីកាមេរ៉ានេះគឺចង់បង្ហាញថាតើអ្នកគ្នានៅពេលដែលឆ្លុះមុខតើអ្នកគ្នាឃើញមុខខ្លួនឯងពណ៌ខ្មៅគឺវាពោពេញទៅដោយ UV full ហើយអញ្ចឹងមិនគេដាក់ធ្វើការឲ្យតេស្តនៅចិត្តលេខការពីកម្ដៅថ្ងៃដែលសារតែគេចង់ឲ្យអ្នកដែលគាត់តេស្តហ្នឹងគាត់ដឹងថាអូតើលេខការពីកម្ដៅថ្ងៃដែលគេតាំងលក់ហ្នឹងមាន UV ពិតប្រាកដឬក៏អត់ប៉ុន្តែនេះគឺខ្ញុំអត់បានតេស្តពពួក UV របស់គេទេគឺខ្ញុំបានមកតេស្តនឹង UV ខ្លួនឯងនៅលើមុខរបស់ខ្លួនឯងតែម្ដងចាមានអីយើងមានតែ UV BB Sun Serum ហ្នឹងឯងចាមើលទៅបងប្អូនចាខ្ញុំដឹងថាបងប្អូនពេលខ្លះមើលទៅរៀងដាក់ដប់តិចហើយពីព្រោះថាខ្ញុំលើកចុះលើកឡើងអញ្ចឹងណាតែមុខខ្ញុំបងប្អូនឃើញខ្មៅប៉ែនៅក្នុងកាមេរ៉ាចានេះចាហ្នឹងហើយមានន័យថា UV របស់យើងគឺ full តែម្ដងប៉ិតរបស់គេកំហក់អញ្ចឹងហើយទុកចិត្តបានសាន់សេរ៉ូមហើយនឹង BB មី
កលេចមកស្វាមីរបស់ខ្ញុំវិញអ្នកទាំងគ្នាចាមកអង្គុយនេះគឺមកអង្គុយអត់ពិសោធន៍តែម្ដងត្រមហៃហ្វូខ្ញុំប្រាប់ទាំងគ្នាចានៅពេលដែលទាំងគ្នាប្រើប្រាស់ជាមួយនឹងពពួកម៉ាស៊ីនម៉ាស្សាទៀតអូយសាច់មុខគូកាន់តតង់គូកាន់តាហាប់ហ្មងចាគ្រាន់តែអស់លើមុខមកដូចសាច់ចាហួយអញ្ចឹងហើយអ្វីដែលទាំងគ្នាត្រូវកាត់ចំណាំនៅពេលដែលប្រើយូរទៅរុនរោមរបស់យើងចាប់ផ្ដើមរួមតូចទៅហើយមុខរបស់យើងចាប់ផ្ដើមផ្លាំអ្នកទាំងគ្នានឹងឃើញមុខយើងឡើងមានសំណើមគេហៅថាមុខដែលឆ្អែតជាតិទឹកទាំងគ្នាមុខដែលឆ្អែតជាតិទឹកគឺយើងមើលមកដឹងថាមុខនឹងថ្លាមានផាសុខភាពហ្មងដោយអត់ចាំបាច់លាបអីទេមានន័យថានៅពេលយើងប្រើយូរទៅអា benefit ដែលយើងបានមកពីផលិតផលនឹងធ្វើឲ្យយើងទទួលបានផ្ទៃមុខមួយដែលថានៅពេលដែលយើងងើបពីគេមកយើងដឹងថាប្លែកហ្មងហើយពួកស្រោមនេះនៅពេលដែលតោះគ្នាប្រើពីក្រោម UV ឬក៏ BB តោះគ្នាវានឹងធ្វើមុខតោះគ្នាកាន់តែផ្លាំមើលទៅគឺស្បែកមុខកាន់តែចង់កាន់តែក្លូហ្មងហើយចំពោះអាភាពតង់ភាពណែនរបស់វាគឺតោះគ្នានឹងទទួលបានដូចតោះគ្នាទៅម៉ាស្សាម៉ាស៊ីន High Fu អញ្ចឹងការប្រើប្រាស់ពពួកស្រោម High Fu នេះគឺអត់មានរកពេលវេលាទេតោះគ្នាទៅដល់ពីក្រុម UV BB UV Cushion ក៏បានឬក៏ទាំងអស់គ្នាប្រើប្រាស់តំណពីក្រុមវីតាមីន Night Cream ឬក៏វីតាមីនខ្លងខ្មៅក៏បានចាមើលខ្លួនឯងនេះគ្រាន់តែម៉ាស្សាម៉ាស៊ីនមួយផ្លែតទេណាចាមុខប្តីខ្ញុំតឹងដូចគេចាប់ហែកចឹង